30នេះluônចឹងមុននឹងអាប់ដេតលោកត្រូវបិទភ្លើងវាសិនចឹងបិទភ្លើងវាសិនក្រោយពីបិទចឹងហើយលោកដោតផ្លាស់ចូលនៅខាងក្រោមនេះហើយយើងបើកភ្លើងមកវិញហើយយើងបើកមកវានឹងប៊ូត software ចេញពីផ្លាស់នេះបន្ទាប់ពីរងចាំប្រហែលជា1នាទីអត់ដល់ទេប្រហែលជាកន្លះនាទីមកវា load message ចេះ program lecture នេះចឹងលោកយក yes មកយក yes ហើយយើង select update all នេះចឹងទៅមកហើយនៅកន្លែងហ្នឹងគឺយើងអត់មានបាច់ធ្វើអីទេយើងឲ្យវាមាន tick ទាំងអស់ចឹងមកហើយយើងចុច start យើងចុច start ណាយើងចុច start ចឹងមកចឹងយើងរងចាំរហូតឲ្យវា update មក complete ណាចឹងរងចាំប្រហែលជាមួយស្ទុះដែរនឹងវា updateចឹងរងចាំមកស្ទុះមកវា update រួចរាល់ហើយចឹងណាចឹងថងកន្លែងទៅហ្នឹងយើងអត់បាច់ធ្វើអីទេជាងបិទភ្លើងមកជាងបិទកុងតាក់វាវិញមកបិទកុងតាក់ហើយដកផ្លាស់នេះចេញវិញមកហើយចុចបើកមកវិញហ្នឹងរបៀបធ្វើNewton series នេះដូចគ្នាជាងដោតផ្លាស់នឹងដូចគ្នាហើយយើងបើកភ្លើងមកវានឹង boot មកដូចគ្នាដែរដូចគ្នាអញ្ចឹងយើងវា load message ឲ្យ update lecture គាត់នឹងចុច update all ហើយចុច start ទៅវា update អត់ដូចគ្នាអញ្ចឹងរបៀប update មានតែប៉ុណ្្នឹងយើងរងចាំឲ្យវាបើកដំណើរការយើងអាចប្រើបានហើយអញ្ចឹងវាដំណើរការមកធម្មតាវាជាប់ default fitness នេះយើងដោះមកវិញមកចុច mode ហ្នឹងមកចូល value នេះវិញមកអញ្ចឹងវាមកធម្មតាវិញហើយចង់កំណត់អីផ្សេងដូចមុនលោកអាចប្រើ function អីបើក function ហ្នឹងទៅតាមអ្វីដែលលោកប្រើតែប៉ុណ្ណឹងម៉ាស៊ីនអញ្ចឹងវារួចរាល់ហើយអរគុណច្រើន